ឯកឧត្តមអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានទទួលមរណភាពហើយនៅថ្ងៃសុក្រ15រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី28ខែមីនាឆ្នាំ2025វេលាម៉ោង2:27 នាទីព្រឹកក្នុងជំនាយុ78ឆ្នាំដោយរោគគាពៀតឯកឧត្តមអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានគឺជាបុត្រច្បងក្នុងចំណោមបុត្រាបុត្រីទាំង6នាក់របស់អ្នកអង្គញាមហាភក្តីសពុរស័កភូភិតបតីហ៊ុននាងនិងមហាបាសិកាឌីពុកហើយក៏ជាបងប្រុសទី1របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាការចូលមរណភាពរបស់ឯកឧត្តមអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសាននាពេលនេះគឺជាការបាត់បង់លោកឪពុកបងប្រុសនិងជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅដែលតែងតែផ្ដល់នូវដំបូន្មានល្អៗសម្រាប់បងប្អូនកូនចៅគ្រប់រូបប្រកបដោយព្រហ្មវិហារធម៌ហើយក៏ជាការបាត់បង់ថ្នាក់ដឹកនាំមួយរូបដែលធ្លាប់បានបម្រើការងារអស់រយៈពេលជាច្រើនឆ្នាំក្នុងវិស័យសាធារណការនិងដឹកជញ្ជូនសូមជម្រាបជូនថាសពឯកឧត្តមអ្នកអង្គញានឹងតម្កល់ធ្វើបុណ្យតក្កណានុប្ទានតាមប្រពៃណីនៅផ្ទះលេខ17ផ្លូវ335ភូមិ2សង្កាត់បឹងកក់2ខណ្ឌទួលគោករាជធានីភ្នំពេញតាមកម្មវិធីដែលបានគ្រោងទុកសពនឹងដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបរិវង្សស្ថិតក្នុងសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញនាថ្ងៃពុធ5កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង7:11នាទីព្រឹកសូមបញ្ជាក់ជូនថាឯកឧត្តមអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសានមានឈ្មោះដើមហ៊ុនឡុងសានកើតនៅថ្ងៃទី6ខែកក្កដាឆ្នាំ1948ត្រូវនឹងថ្ងៃអង្គារ15រោចខែជេសឆ្នាំជូតសម្រិតស័កពុទ្ធសករាជ2492នៅភូមិពីមក្រៅឃុំពីមកោសនាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនៅក្នុងគ្រួសារកសិករដែលមានលោកឪពុកឈ្មោះហ៊ុននាងនិងអ្នកម្ដាយឈ្មោះឌីពុកឯកឧត្តមអ្នកអង្គញាបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវជ្រឹងគឹមហេននៅថ្ងៃទី22ខែកុម្ភៈឆ្នាំ1972និងមានបុត្រាបុត្រីចំនួន5នាក់ក្នុងនោះស្រី3នាក់កូនទី1លោកជំទាវហ៊ុនកឹមហាកូនទី2ឯកឧត្តមហ៊ុនជាកូនទី3ឯកឧត្តមហ៊ុនកឹមជាតិកូនទី4លោកស្រីហ៊ុនចន្ទថុលនិងកូនទី5លោកជំទាវហ៊ុនម៉ានី